ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំសូមបង្ហាញជូនបងប្អូនពីរបៀបស្លសម្លសៀងចាគឺសៀងដុំគ្រឿងផ្សំមានដូចខាងលើយើងចាគឺចាត់វាបែបហ្នឹងណាចាពុះវាជាពីរចឹងមកចារៀងស្តៀងនឹងតៅហ៊ូរបស់យើងដែរចឹងមកចាពីខៀវចាយើងចាត់វាបែបនេះមកដើម្បីពេលដាក់ទៅឲ្យឃើញស្អាតចាយើងដាក់សាច់គោយើងនោះដាក់លីងវាបន្តិចទៅឆាវាមកស្ពាត់ចាបើសិនជាបងប្អូនប្រើសាច់ជ្រូកបងប្អូនឆាវាឲ្យរៀងឆ្អិនបន្តិចមកកុំឲ្យវាខំក្លិនសាច់ចាដោយសារតែនេះខ្ញុំប្រើសាច់គោអញ្ចឹងយើងឆាវាតែបន្តិចមកបានហើយបន្តទៀតណាគឺចាចាប់ផ្ដើមដាក់ដែលគីមជីរបស់យើងគឺយកគីមជីដែលជូរចាមួយកូនចានចង្កឹះចាហើយយើងដាក់លាយជាមួយនឹងទឹកវាមកទឹកវាហ្នឹងបន្តទៀតហ្នឹងគឺនាងខ្ញុំប្រើទឹកអង្ករចាកន្លះលីត្របើសិនជាបងប្អូនអត់មានទេអាចប្រើទឹកធម្មតាក៏បានដែរចារួចបិទគម្របទុកវាមកស្ទុះចឹងណាចាឃើញថាវាពុះចូលបែបហ្នឹងហើយគឺចានេះខ្ញុំដាក់ខ្ទឹមបារាំងចូលចារួចដាក់ឆុងកញ្ចាំងរបស់យើងចាដាក់វាចឹងមកចាយើងចុចវាបំបែកវាឲ្យវាដាក់ម្ទេសម៉ត់ហ្នឹងកន្លះស្លាបព្រាចាម្សៅស៊ុបហ្នឹងកន្លះស្លាបព្រាដាក់ចឹងទៅដើម្បីឲ្យវាមានរសជាតិដិតចាពណ៌វាក៏ស្រស់ផងដែរចាំបន្តមកទៀតហ្នឹងគឺតៅហ៊ូចូលតៅហ៊ូនិងដើមខ្ទឹមតាមងាស់ឲ្យយូរកាន់តែងុំចាមើលរសជាតិឆ្ងាញ់ហ្មងចាបានចាឃើញថាសម្លរបស់យើងបានឆ្អិនរួចរាល់ហើយចាសូមអរគុណចំពោះការតាមដានវីដេអូរបស់នាងខ្ញុំសូមអរគុណ